លោកតាធំតើលោកពិតជាចង់ប្រកួតរីកបន្តឲ្យវ៉ាន់ជីតាមែនទេបើទោះបីជានាងទើបតែអាយុ20ឆ្នាំក៏ដោយប៉ុន្តែកម្រិតនៃការវឹកហាត់របស់នាងខ្ពស់ជាងខ្ញុំទេទៀតនាងខ្វះតែមួយឆ្នាំទៀតតែប៉ុណ្ណោះទេនឹងឈានដល់កម្រិតអមតៈហើយវិជាកម្ពីនឹងប្រកួតឲ្យនាងខ្ញុំនឹងស្លាប់ដោយស្ងប់ចិត្តហើយថាម៉េចឈានដល់កម្រិតអមតៈមែនទេអាយុរបស់ខ្ញុំចិត្តមកដល់ហើយខ្ញុំបានទូទាយផ្លូវឋានសួគ៌តែអ្នកនៅតែមិនអាចបំបែកកម្រិតបានទេនោះគឺដោយសារតែខ្វះខាតផ្នែកវិញ្ញាណទី2មួយផ្នែកគឺនៅក្នុងត្រកូលវូតែជាកំណត់ធម្មតារបស់អ្នកហើយមួយទៀតនៅក្នុងត្រកូលហ្វុងគឺនៅទីក្រុងជាងពេលដែលខ្ញុំអាចបំបែកកម្រិតបានហើយសូមថ្វាយបង្គំលោកតាថ្មីចាំខ្ញុំនាំពួកលោកទៅជួបសាច់ញាតិរបស់លោកបន្ទាប់មកខ្ញុំនឹងទៅសួរសុខទុក្ខគ្រួសារឈិនដែលខ្លួនខ្ញុំគេជាកូនស្រីបង្ការរបស់តកូលឈិនហើយមែនទេមើលទៅមុខមាត់របស់គេគឺដូចជាលោកម្ចាស់និងលោកស្រីណាទោះបីជាដូចតាមមានប្រយោជន៍អីទៅកញ្ញាវ៉ាន់នីងរបស់យើងតាដែលជាសម្បត្តិចិត្តរបស់លោកម្ចាស់នោះបើកុំតែគាត់មិនចង់រៀបការជាមួយប្រុសពិការនោះស្មានតែគាត់យកគេត្រឡប់មកវិញហ៎គ្រប់គ្នាឆាប់បាត់មាត់ទៅតានេះជារឿងរបស់ម្ចាស់ផ្ទះទើបអាចនិយាយបានទេចាញ់ទៅអ្នកនាងម្ចាស់លោកស្រីកំពុងតែរងចាំអ្នកនាងតាំងពីព្រលឹមមកម្លេះមកខ្ញុំនឹងនាំអ្នកនាងចូលទៅឥឡូវនេះហេតុអីបានជាទ្វារធំមិនចូលបែរជាចូលតាមទ្វារចំហៀងទៅវិញអ្នកនាងទ្វារធំគឺខូចលោកប្រុសគឺគាត់បានផ្ដាច់ផ្ដាំខ្ញុំឲ្យចូលតាមទ្វារក្រោយកុំទៅអីទុកឲ្យខ្ញុំទៅមុនណែប៉ាម៉ាបងស្រីទៅជាកូនបង្ការរបស់ប៉ាម៉ាខ្ញុំគ្រាន់តែជាកូនចិញ្ចឹមតែប៉ុណ្ណោះពេលនេះគាត់ត្រឡប់មកវិញតើប៉ាម៉ាឈប់ស្រឡាញ់ខ្ញុំដូចពីមុនទៀតថែមែនទេហើយចាកូនកុំនិយាយអញ្ចឹងណារយៈពេល20ឆ្នាំហើយដែលម៉ាក់ខំចាំបីបាច់កូននោះយើងពិតជាស្រឡាញ់ឯងណាបើយើងមិនស្រឡាញ់ឯងទេនោះមិនមែនឲ្យវ៉ាន់ជីត្រឡប់មកវិញរៀបការជំនួសឯងទេណាត្រូវហើយវ៉ាន់នីកុំបារម្ភអីទោះបីជាក្មេងស្រីព្រៃនោះគឺត្រឡប់មកវិញក៏ដោយឯងក៏នៅតែជាប្រនាងតូចតែម្នាក់គត់របស់ត្រកូលឈីងដុតដែរទុកចិត្តចោះបងប្រុសគឺគ្រាន់តែខ្លាចនាងមិនយល់ការទើបឲ្យនាងចូលតាមចំហៀងមិនអនុញ្ញាតឲ្យចូលតាមទ្វារធំបង្ហាញកម្លាំងបន្តិចណែតាមានរឿងស្អីទៅហ៎នេះការរំជួយដេកដូចជាមិនទំនងទាល់តែសោះតែម្ដងណែសំឡេងនេះគឺលើចេញពីខាងក្រៅខ្ញុំសុំតែមើលសិនតាមានរឿងអ្វីទៅក្មេងស្រីទើបមកពីស្រុកស្រែក៏រន់តែយើងមិនចង់ឲ្យចូលតាមទ្វារធំបែរជានាងបំបាក់ទ្វារនៅខាងក្រៅចោលមែនទេឯងគ្រាន់តែត្រឡប់មកដល់ភ្លាមបែរជាបង្កបញ្ហាភ្លាមតែម្ដងថ្ងៃនេះយើងនៅបង្រៀនឯងតែម្ដងនាងជាណាហេតុអីក៏ធ្វើបាបជើងទោះជាខ្ញុំត្រឡប់មកតកូលឈិនតែមិនដល់ថ្នាក់ឲ្យលោកលុតជង្គង់ថ្វាយអង្គមខ្ញុំទេកុំនិយាយប្រដេប្រដាខ្ញុំមិននឹងអាចលុតជង្គង់ដាក់នាងបានទៅនេះទុកថាលុតជង្គង់ថ្វាយអង្គមខ្ញុំហើយដូច្នេះខ្ញុំទទួលយកចាស់ណែនេះក្មេងស្មីនេះកុំទាន់អាចចូលទៅស្អីអាយ៉ាណែឯនេះពិតជាគ្មានប្រយោជន៍មែនអត់ប្រយោជន៍បែរជាឲ្យនាងចូលមកហើយត្រូវបំបែកទ្វារទាំងអស់នេះទៀតមែនទេលោកប្រុសទ្វារនេះគឺដូរខ្លួនឯងទេទ្វារឈើដ៏ធំបែបនេះអាមិនបានជាវាដួលឲ្យខ្លួនឯងទៅនេះមែនហើយលោកប្រុសវាពិតជាដួលឲ្យខ្លួនឯងមែនខ្ញុំក៏មិនដឹងដែរណែអញ្ចឹងតើវាដួលឲ្យខ្លួនឯងតាមែនដែរទេហ៎ចាវាដួលដោយខ្លួនឯងចេតនាខ្ញុំគឺបង្ខំឲ្យនាងចូលតាមទ្វារចំហៀងស្រាប់តែទ្វារធំដួលរលំខ្ញុំចង់ផ្ដល់មេរៀនឲ្យនាងប៉ុន្តែស្រាប់តែជើងរបស់ខ្ញុំលុតជង្គង់ដោយខ្លួនឯងសេរីចង្រៃមកពីស្រុកស្រែនេះឬមួយក៏ជាបិសាចវាមិនអាចទៅរួចទេតែនេះជាសម័យអីទៅហើយមិនក៏អាចមានអបិយជំនឿបែបនេះទៅពិតជាមិនអាចទេនាងត្រឡប់មកវិញហើយឯងក៏មិនចាំបាច់រៀបការដែរកាលដែលឲ្យខ្ញុំត្រឡប់មកវិញនេះគឺព្រោះតែចង់ឲ្យខ្ញុំរៀបការជាមួយប្រុសពិការជំនួសកូនចិញ្ចឹមរបស់លោកមែនទេ
បងស្រីតកោហ្វូជាតកោចំណាស់ដែលមានអាយុរាប់សិបឆ្នាំប៉ាម៉ាក់ឲ្យបងត្រឡប់មកវិញរៀបការជាមួយគ្រួសារនោះទុកថាជាការសងគុណដែលគាត់ជំពាក់បងស្រីគាត់ចង់ឲ្យបងទទួលយកសុភមង្គលដើមឡើយជារបស់ឯងតែហេតុអីបានជាឯងមិនចង់បានវ៉ាន់ជីម៉ាក់បើគាត់មិនចង់រៀបការទេនោះអញ្ចឹងមានតែខ្ញុំត្រូវរៀបការឲ្យមែនទេម៉ាបានទេណាកូនតាំងពីក្មេងមកត្រូវម៉ាក់ថ្នាក់ថ្នមខ្លាំងណាស់មិនឲ្យកូនទៅបម្រើគេកើតគេជាកូនចិញ្ចឹមមិនអាចធ្វើកើតចុះខ្ញុំជាកូនបង្កើតអាចធ្វើបានមែនទេឬមួយក៏ដោយសារតែខ្ញុំរស់នៅជនបទម៉ាក់មិនមែនមានអីអញ្ចឹងទេណាគឺម៉ាក់គ្រាន់តែហ៎វ៉ាន់ជីទោះបីជាអាចរៀបការជាមួយនឹងលោកប្រុសហ្វូក៏ដោយមិនជួបប្រមាណទេត្រកូលហ្វូបានលើដំណឹងថាលោកប្រុសហ្វូម្នាក់នោះរស់បានត្រឹមតែមួយសប្តាហ៍ទៀតទេដរាបណាកូនសុកចិត្តរៀបការប៉ានឹងឲ្យ100លានយួន100លានយួនក៏ចង់បដិញខ្ញុំឲ្យទៅរៀបការជំនួសហីណែអញ្ចឹងតើឯងចង់បានប្រមាណទៅអញ្ចឹង1000លានយួនមែនទេបាន1000លានយួនក៏1000លានយួនតិចចុះឲ្យតែឯងរៀបការខ្ញុំចង់បាននោះតែ10,000លានយួនថាម៉េច10,000លានយួនបងស្រីបើទោះបីជាបងខាងនឹងខ្ញុំកាលតែខ្ញុំរស់នៅតកោឈិននេះប្រហែលឆ្នាំក៏ដោយចុះប៉ុន្តែមិនគួរធ្វើចំពោះប៉ាម៉ាក់អញ្ចឹងដែរគ្រាន់តែមកភ្លាមទាបពីប៉ា10,000លានយួនឈីវ៉ាន់ជីនៅជនបទ10,000លានយួន100លានយួនក៏ធ្វើការងារប្រមាណជីវិតក៏មិនបានផងឯជាមនុស្សរមើសគុណមេតឲ្យដឹងទេថាតម្លៃ10,000លានយួនស្មើនឹងទ្រព្យសម្បត្តិពាក់កណ្ដាលត្រកូលឈីងហើយវ៉ាន់ជីកូនពិតជាមិនយល់ការសោះដើរផ្លូវភ្នំ9999ចំហៀនហើយទីបំផុតគឺបានមកដល់ហើយដល់រាប់ណាវិជាកម្ពីអត់កំបាំងអាចផ្ដល់ដំបូងមានខ្លះដល់ត្រកូលលូរបស់ខ្ញុំត្រកូលលូខ្ញុំសុកចិត្តផ្ដល់ភិហ៊ុនរាប់ពាន់លានឲ្យទៅនាងតើមានមនុស្សប្រមាណអ្នកទៅដែលគេចង់ជួបខ្ញុំគេសុកចិត្តចំណាយលុយរាប់សិបពាន់លានយួនមកឲ្យខ្ញុំគ្រាន់តែចង់បាន10,000លានយួនវាច្រើនពេកទេតែឯងគិតថាឯងជានរណាគេទើបគេហ៊ានចំណាយឯងរាប់ពាន់លាននោះហ៎ប៉ាម៉ាក់ខ្ញុំមើលទៅគេមកពីជនបទមើលទៅគេឈួតពេកហើយម៉ាមិនសុខចិត្តទេនោះគឺដូចតែខ្ញុំបាននិយាយអញ្ចឹងឲ្យកូនស្រីសម្រាប់ចិត្តរបស់លោករៀបការជាមួយតកោហ្វូចាស់ហើយម៉ាត្រូវធ្វើយ៉ាងម៉េចទៅបើគាត់មិនព្រមទៅទេនោះគឺមានតែខ្ញុំត្រូវទៅមែនទេម៉ាខ្ញុំមិនអាចសង្កត់តកោហ្វូបានទេណាបាន10,000លានយួនក៏10,000លានយួនទៅចុះនេះលោកប៉ាត្រកូលហ្វូគឺជាត្រកូលវ័យចំណាស់រាប់រយឆ្នាំដែលយកចិត្តទុកដាក់បំផុតចំពោះវិន័យសិក្សាជាតិរសៀលនេះខ្ញុំនឹងអញ្ជើញគ្រូបង្រៀនផ្នែកសិក្សាឲ្យឯងសប្តាហ៍ក្រោយរៀបការខ្ញុំតែបន្ទប់ទៅចាមានរឿងរីករាយធំ3នៅក្នុងជីវិតទី1ឡើងឋានៈទី2រកបានទ្រព្យសម្បត្តិទី3ប្តីស្លាប់សុភមង្គលនេះបើឯងមិនគិតទេនោះទុកឲ្យយើងគិតជំនួសចុះប៉ាតើពិតជាត្រូវឲ្យ10,000លានយួនទៅគាត់មែនទេមិនទាំងអាចទៅលុយរបស់ប៉ានៅពេលថ្ងៃអនាគតគឺទុកឲ្យឯងនឹងសឹងមិញដល់ពេលនោះគ្រាន់តែរៀបចំគ្រឿងអលង្ការខ្លះដល់ពេលនោះរឿងលុយនោះគ្រាន់តែពេលក្រោយតែប៉ុណ្ណោះទេបន្ទប់ផ្សេងទៀតជាបន្ទប់របស់អ្នកនាងវ៉ាន់នីងហើយគាត់បានដាក់អីវ៉ាន់អស់នៅសល់បន្ទប់ទទួលភ្ញៀវមួយនេះតែប៉ុណ្ណោះចាបន្ទប់នោះមែនអត់ចាបន្ទប់នោះគឺបងស្រីបន្ទប់នោះគឺជារបស់ខ្ញុំពេលមុនខ្ញុំគិតថាបន្ទប់នេះពេលដែលបងត្រឡប់មកវិញខ្ញុំទុកឲ្យបងស្រីចាស់ប៉ុន្តែម៉ាក់និយាយថាខ្ញុំពីតូចមកគឺខ្លាចកន្លែងជាអៀតខ្លាំងណាស់ហេតុដូច្នេះខ្ញុំធ្វើឲ្យបងប្របាក់បន្តិចហើយណាសុំទោសខ្ញុំតែជាកូនស្រីបង្ការរបស់តកោឈិនហេតុដូច្នេះរបស់ទាំងអស់របស់តកោឈិនជារបស់ខ្ញុំឯងមានសិទ្ធអីមកដណ្ដើមខ្ញុំបន្ទប់នោះគឺខ្ញុំត្រូវទៅយកឆាន់វ៉ាន់យីឈប់សិនហើយបងស្រីបងខឹងខ្ញុំដណ្ដើមជីវិតជាពនាងរបស់បងប្រហែលឆ្នាំមកនេះបងចង់យកវិញក៏យកចោះបងចង់នៅក៏នៅទៅចុះហេតុអីក៏ចាំបាច់វាយខ្ញុំវ៉ាន់នេះឯងមិនអីទេក្មេងស្រីម្នាក់នោះដណ្ដើមបន្ទប់របស់ឯងតាមែនដែរទេវ៉ាន់យីឯងដណ្ដើមបន្ទប់វ៉ាន់នីងហើយឆាប់ចេញភ្លាមមកសុំទោសវ៉ាន់នីងភ្លាមទៅវ៉ាន់យីឆាប់បើកទ្វារមកបងប្រុសមិនអីទេណាហេតុដូច្នេះសូមបងប្រុសកុំប្រកាន់នឹងកយនិយាយថាខ្ញុំវាយឯងមែនទេបើអញ្ចឹងខ្ញុំនឹងបង្ហាញថាអ្វីទៅដែលហៅថាវាយវ៉ាន់យីឯងជ្រុលទៅហើយមិនក៏ធ្វើបាបនាងបែបនេះវាយគឺវាយហើយនៅរើសថ្ងៃមែនទេ
ឬមួយក៏មេរៀនមុននេះមិនតាន់គ្រប់គ្រាន់ទេបងប្រុសចង់ឲ្យខ្ញុំវាយដែរ ឯង ចឹងណាពីមួយថ្ងៃទៀតគេត្រូវទៅនៅតកោហ្វូហើយដូច្នេះឲ្យគេក្អេងក្អាងប្រហែលថ្ងៃទៀតចុះព្រោះពីមួយថ្ងៃទៀតគេច្បាស់ជាស្លាប់ហើយ បងអូនស្រីទោះបីជាយ៉ាងណាប្រហែលថ្ងៃទៀតវាចិត្តរៀបការជាមួយនឹងគ្រួសារពូហើយអូនទុកឲ្យវានៅសិនទៅ បងប្រុសតែគាត់ទៅទៅវាយខ្ញុំទេណា ទោះបីយ៉ាងណានាងគ្រាន់តែជាស្រីព្រៃភ្នំតែប៉ុណ្ណោះទេចាំបងរកបន្ទប់ថ្មីជូនអូនឲ្យល្អជាងនេះ ឆាន់វ៉ាន់ជីនាងឯងចាំមើលចុះ បានហើយតោះទៅ អឺ